នៅក្នុងការសិក្សាអំពីប្រវត្តិសាស្ត្រនិងបុរាណវិទ្យាអាណាចក្រដ៏ខ្លាំងពូកែមួយមិនមែនកើតឡើងដោយសារតែជោគវាសនាឬការបន់ស្រន់ឡើយប៉ុន្តែវាត្រូវបានបង្កើតឡើងដោយផ្អែកទៅលើការគណនានិងវិទ្យាសាស្ត្រពិតប្រាកដប្រសិនបើអ្នកធ្លាប់ទៅកម្សាន្តនៅទឹកដីសៀមរាបអង្គរក្រៅពីប្រាសាទថ្មដ៏អស្ចារ្យអ្នកប្រកាសជាបានឃើញផ្ទៃទឹកដ៏ធំល្វឹងល្វើយនៃបារាយណ៍សំណួរដែលនិស្សិតនិងអ្នកស្រាវជ្រាវជាច្រើនតែងតែចោទសួរនោះគឺតើនៅសម័យដែលគ្មានបច្ចេកវិទ្យាបូមទឹកឬគ្រឿងចក្រទំនើបតើដូនតាខ្មែរគ្រប់គ្រងសម្ពាធទឹករាប់លានម៉ែត្រគីបនៅក្នុងរដូវវស្សាមិនឲ្យលិចលង់ទីក្រុងដោយរបៀបណាសប្តាហ៍ថ្ងៃនេះអ្នកជំនាញអន្តរជាតិបានចាត់ទុកបារាយណ៍នេះថាជាម៉ាស៊ីនធារាសាស្ត្រស្វ័យប្រវត្តិដ៏មហិមាបំផុតមួយនៅក្នុងពិភពលោកមេរៀនថ្ងៃនេះខ្មែរអាខាយនឹងនាំអ្នកទៅវិភាគពីខួរក្បាលវិស្វកម្មដ៏អស្ចារ្យមួយនេះសូមពិនិត្យទៅលើទិន្នន័យជាក់ស្ដែងបារាយណ៍ខាងលិចមានបណ្ដោយដល់ទៅ8គីឡូម៉ែត្រនិងទទឹង2.1គីឡូម៉ែត្រវាមានសមត្ថភាពផ្ទុកទឹកបានរហូតដល់ទៅជាង50លានម៉ែត្រគីបនេះមិនមែនជាការជីកស្រះស្តុកទឹកធម្មតាឡើយតែវាជាការកែច្នៃភូមិសាស្ត្រកម្រិតដ៏អស្ចារ្យចំណុចពិសេសផ្នែកវិស្វកម្មដែលយើងត្រូវរៀនសូត្រគឺដូនតាខ្មែរមិនបានប្រើវិធីជីកដីចុះក្រោមដើម្បីបង្កើតអាងទឹកនោះទេព្រោះការជីកដីចុះក្រោមនឹងធ្វើឲ្យយើងមិនអាចនាំទឹកចេញទៅប្រើប្រាស់បានឡើយផ្ទុយទៅវិញពួកគាត់ប្រើវិធីលើកទំនប់ដីព័ទ្ធជុំវិញដីដែលយកមកដំឡើងជាទំនប់មានការកណនាយ៉ាងច្បាស់លាស់ដើម្បីឲ្យវាមានកម្លាំងទប់ទល់នឹងសម្ពាធទឹកដ៏មហិមាបានរហូតដល់ទៅរាប់រយឆ្នាំដោយមិនបាក់បែកឥឡូវនេះយើងមកវិភាគអំពីប្រព័ន្ធដំណើរការ mechanism តើទឹកហូរចូលនិងហូរចេញដោយរបៀបណាបើគ្មានម៉ាស៊ីនបូមទឹកគន្លឹះសំខាន់គឺកម្លាំងទំនាញផែនដីនិងកម្រិតជម្រាលធម្មជាតិភូមិសាស្ត្រតំបន់អង្គរមានកម្រិតជម្រាលពីជើងទៅត្បូងវិស្វករខ្មែរបានសិក្សាពីរឿងនេះបានយ៉ាងល្អិតល្អន់ពួកគាត់បានស្ទាក់ទឹកដែលហូរចុះពីភ្នំគូលែនរួចបើកប្រឡាយនាំទឹកនោះឲ្យហូរចូលទៅក្នុងបារាយណ៍ដោយស្វ័យប្រវត្តិនៅពេលរដូវប្រាំងចូលមកដល់ទឹកដែលនៅក្នុងបារាយណ៍ដែលស្ថិតនៅកម្ពស់ខ្ពស់ជាងទីក្រុងនឹងត្រូវបើកបង្ហូរចេញតាមទ្វារទឹកឲ្យហូរទៅតាមប្រឡាយតូចៗឆ្ពោះទៅស្រោចស្រពស្រែចម្ការនៅតំបន់ខាងត្បូងនេះគឺជាប្រព័ន្ធស្វ័យប្រវត្តិតាមធម្មជាតិដែលមិនចាំបាច់ចំណាយថាមពលសូម្បីតែ 1% នៅក្នុងប្រវត្តិសាស្ត្រអ្នកបុរាណវិទ្យាបានហៅអង្គរថាជា Hydraulic City ឬទីក្រុងធារាសាស្ត្រហេតុអ្វីពីព្រោះប្រព័ន្ធទឹកនេះហើយដែលជាសសរទ្រូងនៃសេដ្ឋកិច្ចរបស់អាណាចក្រការមានប្រព័ន្ធទឹកថេរពេញមួយឆ្នាំអនុញ្ញាតឲ្យកសិករខ្មែរអាចធ្វើស្រែបានរហូតដល់ទៅ3ទៅ4ដងក្នុងមួយឆ្នាំនៅពេលស្បៀងអាហារមានភាពលើសលប់វានាំមកនូវស្ថិរភាពនយោបាយនិងកម្លាំងសេដ្ឋកិច្ចកត្តានេះហើយដែលអនុញ្ញាតឲ្យព្រះមហាក្សត្រខ្មែរមានលទ្ធភាពប្រមូលផ្ដុំកម្លាំងពលកម្មនិងថវិកាដ៏មហិមាដើម្បីកសាងប្រាសាទថ្មដ៏អស្ចារ្យជាច្រើនដោយនេះហើយមេរៀនសំខាន់គឺប្រសិនបើគ្មានប្រព័ន្ធវិស្វកម្មទឹកដ៏ឆ្លាតវៃនេះទេអាណាចក្រអង្គរក៏មិនអាចរីកចម្រើនដល់កម្រិតកំពូលបានឡើយមកទល់ពេលបច្ចុប្បន្នរាប់រយឆ្នាំបានកន្លងផុតទៅអាវុធឬប្រាសាទខ្លះអាចមានការខូចខាតប៉ុន្តែប្រព័ន្ធទឹកបារាយណ៍ខាងលិចនៅតែរក្សាទឹកនិងនៅតែផ្ដល់ផលប្រយោជន៍ដល់កសិកម្មរបស់កម្ពុជារហូតដល់សព្វថ្ងៃវាជាសក្ខីភាពដ៏រឹងមាំបំផុតបង្ហាញថាឈាមជ័ររបស់ដូនតាខ្មែរគឺមានខួរក្បាលវិទ្យាសាស្ត្រនិងវិស្វកម្មដ៏ខ្ពង់ខ្ពស់ការសិក្សាប្រវត្តិសាស្ត្រមិនមែនដើម្បីឲ្យយើងលិចលង់នៅក្នុងអតីតកាលទេតែដើម្បីឲ្យយើងយល់ដឹងពីសក្តានុពលពិតប្រាកដរបស់ខ្លួនឯងប្រសិនបើបងប្អូនយល់ថាមេរៀនប្រវត្តិសាស្ត្របែបវិទ្យាសាស្ត្រនេះមានតម្លៃសូមជួយចុច like share និង subscribe Channel ខ្មែរអាខាយដើម្បីរងចាំតាមដានមេរៀននិងឯកសារនៅវីដេអូបន្តទៀត
សូមអរគុណ